អញ្ញាធននឹងជំរុញឲ្យអ្នកលក់ដូរបន្លែផ្លែឈើលើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមកោចាងនៅថ្ងៃទី18ខែមករាខាងមុខនេះនៅថ្ងៃទី18ខែមករាខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តវិធានការដោយជំរុញឲ្យអ្នកលក់ដូរបន្លែផ្លែឈើដែលគ្មានសម្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេនតុនមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគោចាស់ក្នុងខណ្ឌទូគោកខណ្ឌបឹងកេងកងឲ្យទៅលក់ដូរនៅទីតាំងផ្សារដើមគោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះក្នុងខណ្ឌព្រៃភ្នៅគឺមិនអនុញ្ញាតឲ្យអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវនិងលើចិញ្ចើមផ្លូវនោះតទៀតទេក្នុងកិច្ចប្រជុំសាមញ្ញលើកទី20របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី4នៅព្រឹកថ្ងៃទី13ខែមករានេះលោកខួងស្រៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថាអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេងតុនមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគោមានចំនួនជាង700អាជីវកម្មហើយចាប់តាំងពីថ្ងៃទី18ខែមករាខាងមុខនេះតទៅពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យលក់ដូរបន្តទៀតទេពួកគាត់ត្រូវបានរដ្ឋាភិបាលរាជធានីភ្នំពេញរៀបចំឲ្យទៅលក់នៅទីតាំងផ្សារដើមគោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះក្នុងខណ្ឌព្រៃភ្នៅរដ្ឋាភិបាលរាជធានីភ្នំពេញនឹងយកទ្រូងនឹងចិញ្ចើមផ្លូវទាំងនេះមកជួសជុលថែទាំដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញនៅពេលសួរថាចុះកន្លងមកហេតុអ្វីបានរដ្ឋាភិបាលរាជធានីមិនអនុញ្ញាតវិធានការបែបនេះលោកខួងស្រីបញ្ជាក់យ៉ាងដូចនេះថាដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរតែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយតើបជើងឲ្យពួកគាត់ចាក់ចែងពីទ្រូងនិងចិញ្ចើមផ្លូវទាំងនេះចំពោះបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនេះបងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវនៅថ្ងៃអនាគតព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផងគួរឲ្យដឹងថាអ្នកលក់ដូរបន្លែផ្លែឈើគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវនៃមហាវិថីម៉ៅសេនតុនមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគោនឹងត្រូវបានផ្លាស់ទីតាំងទៅកាន់ផ្សារដើមគោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះក្នុងខណ្ឌព្រៃភ្នៅហើយចំពោះដំណឹងកន្លងមកនេះផ្សព្វផ្សាយព័ត៌មានថាផ្សារដើមគោចាស់ត្រូវផ្លាស់ប្ដូរទីតាំងថ្មីគឺជាព័ត៌មានមិនពិតនោះទេ